ครูมาช่วยยาวอยู่แต่ใส่cái là cú nào quạt buồn xây mà buồn trống nắng buồn sao vì nào được เธอทำไมឲ្យវាទីឃ្លាវាកាន់តែខ្លីយើងរួមទីឃ្លាឲ្យវាខ្លីដើម្បីថាការបុកហាត់នេះវាបានចាក់ទេបានច្រើនហើយកុំឲ្យរត់ច្រើន អូដូចខ្ញុំលើកគ្រូបឺតខាងគាត់និយាយថាកីឡាករកុំឲ្យថយចូលចិត្តវាយបុកគឺរកអាសងវា1ម៉ាច់4ជ្រុង បាទហ្នឹងហើយហ្នឹងយុទ្ធសាស្ត្រហ្នឹង បាទ1ម៉ាច់4ជ្រុង តែនេះមិនមែន1ម៉ាច់ចូល1ម៉ាច់កន្លះឯងគ្រូនេះយុទ្ធសាស្ត្រហ្នឹងវាប្រមាណបានប្រមាណអាទិត្យប្រមាណខែគ្រូខានមកយូរនេះក្នុងមួយអាទិត្យយើងធ្វើម្ដង អូអានេះទាំងធ្វើថ្ងៃហ្នឹងឯង បាទខ្ញុំធ្វើហ្នឹង អូនេះមកថ្ងៃចំលោកគ្រូរៀបយុទ្ធសាស្ត្រ4ជ្រុងហ្នឹង យើងធ្វើចាក់ទេហាត់ដៃហាត់ដៃយើងទៅរៀនទៅ អូនេះដូចអត់ដែរឃើញសងវាស្រុកខ្មែរគេរៀបចឹងឥឡូវលោកគ្រូរៀប4គេនេះចែក4ប្រឡោះមកប្រឡោះដាក់បានប៉ុន្មានអ្នកលោកគ្រូ អានេះបត់ពិសោធន៍មកពីជំរឿជាតិហ៎ អូ គ្រូធ្លាប់ហាត់ជំរឿជាតិគេធ្វើចឹងឯង បាទ តែវាយតកល អូនេះពង្រឹងដៃគ្រូណា បាទ អូតែឈ្នះលោកគ្រូលប់ទៅលឺគេនិយាយឥឡូវឃើញមកសំទៀតបាយចែក4ប្រឡោះ លើ ហើយណាគេត្រូវទៅក្រៅប្រទេសខ្លះលោកគ្រូ ក្រៅប្រទេសមានអាមេរិកនិងយ៉ានុត បាទ ហើយកម្មវិធីប្រកួតនំស្រុកឈុតធំច្រើនណាស់ដូចទិន្ទិរាដែរកម្មវិធី28 អូ តែយើងជួបគ្នានៅកម្មវិធី28 អូនិយាយថាចុងខែដល់ដើមខែនេះសកលឈុតគុំលោកគ្រូ28នេះគឺធីរាគាត់ចេញមកវិញហើយថ្ងៃ3យ៉ាងនិតគាត់ទៅអាមេរិកហើយថ្ងៃ4អាមេរិកគាត់ទៅជប៉ុនទៀត ហើយមេធាវាយថ្ងៃ3ដែរ អូ នៅស្រុកខ្មែរ ថ្ងៃ3វាយធំក៏តូចមេធា មេធាវាយធម្មតា ធម្មតាព្រោះថាលេខចិត្តអាធំដែរ ជាតិធំវាយអាតូសិន បាទមើលទៅអាមេរិកកំពុងច្រើនលោកគ្រូព្រោះថាមករយៈនេះចេញទៅក្រៅប្រទេសយើងនេះមិនស្ទើរការកប់ទេលោកគ្រូទៅ5ចាញ់5 ចឹងមិនថាណា ទៅ2ចាញ់2លោកគ្រូឥឡូវចេញទៅទាំង2នេះលោកគ្រូបើរយៈក្រោយចាញ់ទៅរងការរិះគន់ពីបងប្អូនច្រើនទៀតណាចាញ់មកជុំឯងងុំបងប្អូនរិះគន់ច្រើនទៀតលោកគ្រូប្រិយបារម្ភច្រើនលោកគ្រូ ចឹងមិនថាទៅមកខំប្រឹងឡើងអាមេរិកហាត់ពីទៅអត់ឲ្យឈប់ហ្មងដើម្បីការរីកគុណទេតែឥឡូវខំប្រឹងហាត់មែនតើចាញ់ឈ្នះជារឿងរបស់កីឡាតែអ្នកនិកជនខ្លះអ្នកគ្រប់ត្រខ្លះគេអត់គិតចឹងហ្នឹងគេអត់គិតរឿងរបស់កីឡាណាតែខ្ញុំមើលខមមិនបងប្អូនគាត់ចិត្តទុកចិត្តថាចេះឲ្យតែគ្រួសារលោកគ្រូអីកូនគ្រូអីទៅគឺជឿជាក់ហ្មងទៅកម្រចាញ់ខ្ញុំទៅvớiលោកគ្រូដូចជា3 4ដងទៅអត់ដែរចាញ់មែនអត់ដែរចាញ់មែនលោកគ្រូហើយទៅលើនេះក្តីរំពឹងនៅតែច្រើនដែរឬក៏មិនទៅគ្រូមើលទៅគិតទៅគេអ្នកបួយយើងវាយគេថា50 ទេ50ចាញ់ឈ្នះស៊ីថងលើលោកគ្រូវិញគេឥឡូវបាទគ្រូនេះបវឹកខ្លាចដាច់ទឹកដាច់អីទាំង50 ការប្រកួតនៅលើសៃវៀនកែប្លង់កែអីនៅលើសៃវៀនលើគ្រូបាទកែប្លង់លើគ្រូការវឹកហាត់នៅចាប់ពីថ្ងៃហ្នឹងទៅលើគ្រូថាដាច់ទឹកវាយមិនចេញឲ្យបន្ទោសគ្រូចុះកុំបន្ទោសកីឡាបាទបើថាគេយកជាងទៅហ្នឹង50អើយទៅវាយហ្នឹងហើយគ្រូកំពុងប្រហាត់វឹកវើនមែនតើជាមួយសូច្បងធំយិនទីណាមួយមិនមេឃាកំពុងសម្រុកទៅលើអាមេរិកដែរបាទព្រោះយើងសង្វិនណុកអៅយើងរបូតមួយមកខ្សែការចុងឆ្នាំ2024ឥឡូវនេះលើកទី2ដែលគេផ្ដល់ឱកាសយើងដដើមលោកគ្រូបើយើងដដើមបានមួយខ្សែនេះអាចថាបន្សាបអាភាពចាញ់ជាប់គ្នារបស់កីឡាករគុនខ្មែរយើងទៅក្រៅប្រទេសលោកគ្រូនឹងដែរតែសម្រាប់ក្រុមខ្ញុំនៅធ្វើអស់សមត្ថភាពហើយថ្ងៃហ្នឹងដឹងឲ្យឆ្ងាញ់ហើយភ័យមានវាយទៅវាយមកហើយមិនដឹងពីណាត្រឡប់នឹងពីណាមិនត្រឡប់អូខ្ញុំឃើញគេបោះសម្ដីមកគេថាគេឃ្លានជ័យជំនះខ្លាំងដេនសយ៉ាមហ្នឹងព្រោះថាចាញ់អាមេរិកមកប្រកួតហ្នឹងដូចគេដេកលក់គ្រូគេដេកលក់មកគេចង់ឈ្នះខ្លាំងvớiអាមេរិកហ្នឹងហើយលោកគ្រូទៅអត់ជើងហ្នឹងគ្រូទៅដែរទៅជើងមុនលោកគ្រូជើងចុងក្រោយបើតាមខ្ញុំចាំទៅអូស្ត្រាលីរឿងជូរចត់បន្តិចគ្រូលោកគ្រូទៅចង់ផ្ដាំចាស់តាលេចង់ចេញក្រៅប្រទេសបាទទៅមើលសារហ្នឹងតែយ៉ាងណាយ៉ាងណីទៅប្រកួតលើកហ្នឹងហើយបើសិនតែមានកម្មវិធីអូស្ត្រាលីទៀតចង់សុំបងខាងថនយកក្រុមអេវថងទៅអុកលោកនៅអូស្ត្រាលីម្ដងអីយ៉ាបែបលោកគ្រូដឹងខ្លះហើយមើលទៅអីអត់តន់ដឹងទេក៏តែចង់សុំហ្មងដោយសារថាកុំអោយក្រុមអូស្ត្រាលីបានចិត្តពេកអូស្ត្រាលីហ្នឹងគ្រូបាទអូស្ត្រាលីទៅជើងមុននេះចាត់ជូរចត់ខ្លាំងលោកគ្រូខ្ញុំទៅដែរដូចជូរចត់ដល់ហើយគ្រូយើងឃើញដែរខ្ញុំមើលច្បាស់បាទហ្នឹងហើយអរគុណលោកគ្រូជូនពរទាំងយ៉ានុតក៏ដូចជាអាមេរិនជោគជ័យសម្រាប់ការប្រកួតដើមខែ4ខាងមុខនេះនៅសហរដ្ឋអាមេរិកក៏ដូចជាប្រទេសជប៉ុនលោកគ្រូអរគុណច្រើនលោកគ្រូបាទ